បាទសួស្តីអ្នកនាងវិលមកកាន់ជាមួយនឹងវីដេអូថ្មីថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនាងអំពីការធ្វើវីដេអូបែបនេះហើយវីដេអូបែបនេះដែរគឺខ្ញុំធ្វើតាមរយៈទូរស័ព្ទដៃហើយអ្នកនាងក៏អាចធ្វើបានដូចខ្ញុំដែរតោះទស្សនាអំពីការធ្វើវីដេអូនេះទាំងអស់គ្នាចូលមកក្នុង app Flow ហើយអាហ្នឹងយើងអាច download បានអ្នកនាងនេះ app Flow ខ្ញុំចុចនៅលើហ្នឹងបន្ទាប់មកយើងចូលកន្លែងសញ្ញាលេខបូកនៅផ្នែកខាងក្រោមនេះធ្វើនេះទៅតាមបែប YouTube របស់ខ្ញុំចង់ផុសទៅលើ YouTube បែបហ្នឹងបើសិនអ្នកគ្នាចង់ផុសទៅលើ TikTok ឬអីយើងអាចរើសសាយតាមហ្នឹងព្រោះអានេះវាដាក់សាយឲ្យស្រាប់ហ្មង YouTube គឺខ្ញុំអត់យក banner ទេខ្ញុំយក thumbnail រើសវាពេលក្រោយក៏បានដែរតែខ្ញុំចូលចិត្តធ្វើបែបហ្នឹងវាលឿនហើយបន្ទាប់មកខ្ញុំយក background អញ្ចឹងយើងអាចរើស background ដែលយើងចង់បានថាខ្ញុំចង់ដាក់ជារូបចូល photo បន្ទាប់មកខ្ញុំរករូបភាពរបស់ខ្ញុំមានហើយខ្ញុំយករូបនេះធ្វើជា background ឥឡូវខ្ញុំបាន background ហើយបន្ទាប់មកខ្ញុំធ្វើការរូបខ្ញុំធ្វើវីដេអូចម្រៀងនេះចង់យករូបបងនីកូដាក់នៅលើហ្នឹងចូលទៅយករូបបងនីកូដែលខ្ញុំបាន save ហើយអូខេអញ្ចឹងខ្ញុំចេញវិញខ្ញុំចង់ដាក់ប៉ុណ្ណេះវានៅមាន background នៅពីក្រោយគាត់ហ្នឹងវាបាំងជាមួយនឹង background របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវ remove វាចោលខ្ញុំចុច remove អូខេខ្ញុំយកដានបន្ទាប់មកខ្ញុំគិតថា background របស់គាត់នឹងខ្ញុំចង់បាន blur ខ្ញុំអត់ចង់បានច្បាស់អញ្ចឹងទេព្រោះវាអត់ស៊ីជាមួយនឹងរូបរបស់គាត់អញ្ចឹងខ្ញុំយកកន្លែង blur នេះខ្ញុំចុចយក blur នឹង blur អ្នកអាចរើសបានថាចង់ blur បែបម៉េចអីចឹងណាតែខ្ញុំចង់បាន blur គឺខ្ញុំចង់បានបែបនេះចង់ blur ដិត blur អីចឹងណាតែខ្ញុំអត់ចង់ដិតពេកទេអានេះអ្នកគ្នាអាចសេរីតាមនឹងទៀតអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងអូខេហើយអញ្ចឹងខ្ញុំចង់សេអសសេអីថែមទៀតអីចឹងណាទៅសេអសខ្ញុំគិតថាចាំសេនៅក្នុងកម្មវិធីវីដេអូមកទៅហើយនេះខ្ញុំគិតថាខ្ញុំអត់ចង់ថែមអីទៀតទេគឺខ្ញុំយកប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំចុចកន្លែងសញ្ញាព្រួយខាងលើនេះតោះមកយើងត្រូវមាន app កាត់តវីដេអូ VN អញ្ចឹងខ្ញុំចុចកន្លែង make a video with VN ហ្នឹងអាកន្លែងនេះវាសួរបញ្ជាក់យើងថាប្រហែលវិនាទីសម្រាប់វីដេអូមួយហ្នឹងអញ្ចឹងយើងអាចកែតាមក្រោយទៀតដែលយើងយកវែងអញ្ចឹងសិនមកឥឡូវខ្ញុំបានវីដេអូហើយវីដេអូហ្នឹងវាអត់តមានចលនាទេរូបរបស់គាត់អីអត់តមានចលនាអីទាំងអស់ខ្ញុំចង់បន្ថែម effect ខ្លះចុច like រូបភាពលើនេះអញ្ចឹងខ្ញុំយកភ្លើងអានេះ light អានេះវាស្មើ light អូខេអញ្ចឹងខ្ញុំប្រិចវាអានេះវានៅបាំងរូបបងនីកូអញ្ចឹងអត់ស្អាតទេខ្ញុំដាក់រោមបងនីកូគេឃើញដាច់ស្អាតទេគឺអត់នៅកន្លែងគាត់ទៀតទេអានេះវានៅរូបភាព light អត់តមានចលនាអញ្ចឹងអូខេបើសិនជាយើងគិតថាប៉ុណ្ណឹងអូខេហើយយើងចាប់ផ្ដើមធ្វើវាទាញហើយបន្ទាប់មកយើងទៅទាញចម្រៀងដែលយើងចង់ដាក់ខ្ញុំ export ពីវីដេអូរបស់ខ្ញុំមកនេះខ្ញុំ record បទចម្រៀងខ្លីយកមកដាក់អញ្ចឹងអូខេបន្ទាប់មកខ្ញុំត្រូវសរសេរអក្សរចឹងខ្ញុំចង់ដាក់ត្រឹមកន្លែងស្រឡាញ់គ្នាដើម្បីបែកនៅថ្ងៃស្អែកដើម្បីអ្វីអញ្ចឹងខ្ញុំសេស្រឡាញ់គ្នាដើម្បីបែកស្រឡាញ់គ្នាដើម្បីបែកខ្ញុំដាក់ត្រង់នេះរូបរបស់យើងនេះយើងទាញ cut ចែងទៅបន្ទាប់មកខ្ញុំ edit អក្សរនេះតិចខ្ញុំយក font ខ្ញុំរើសយក font ដែលខ្ញុំចង់បានមើលនេះខ្ញុំដាក់ font មួយនេះបន្ទាប់មកខ្ញុំត្រូវ add អក្សរថែមទៀតចូលនេះខ្ញុំចុច copy ចេះវាទាញមកក្រោមចេះអូខេឥឡូវខ្ញុំបានហើយខ្ញុំអូសវាវែងនេះយើងកែតាមក្រោយទៀតទេអានេះយើងសរសេរនេះសិននេះខ្ញុំអត់តន់ដាក់អក្សរវារត់តាមសំឡេងឲ្យនេះឡើយទេខ្ញុំទៅកាត់ខ្ញុំលេង effect សិនអញ្ចឹងឃើញរូបនៅញៀមទាំងអស់កន្លែង background នេះចង់ឲ្យមានចលនាខ្ញុំចុច key frame បន្ទាប់មកអានេះយើងអាចបូមវាមកចាចាំមើលយើងចូលមើលវីដេអូរបស់យើងបន្ទាប់មកអាកន្លែង light នេះហ្នឹងវាអត់តមានចលនាអញ្ចឹងខ្ញុំចាប់ដើរវាមានចលនាដែរ key frame ហ្នឹងចលនាហ្នឹងខ្ញុំចង់បានបែបម៉េចនេះមក key frame យើងឲ្យវាខ្ញុំចង់បានយើងទូចវិញចុចលើ key frame ខ្ញុំពវល់នេះម្ដងទៀតអូខេចលនាហើយពេលក្រោយមានចលនាហើយតមករូបបងនីកូហ្នឹងខ្ញុំចង់ឲ្យមានចលនាតិចដែរ key frame ចេះទៅមើលវាមានចលនាតិចទៅវាឃើញស្អាតអក្សរម្ដងអញ្ចឹងខ្ញុំទៅសេរីចម្រៀងហ្នឹងឲ្យវាអាចស៊ីមួយអក្សររបស់យើងអូខេឥឡូវយើងយកបានសេរីសំឡេងហើយខ្ញុំទាញវាខ្ញុំយកត្រឹមនេះខ្ញុំធ្វើខ្លីឯអ្នកគ្នាសម្រាប់អ្នកគ្នាអាចធ្វើវែងជាងខ្ញុំក៏បានដែរនេះខ្ញុំក៏ធ្វើខ្លីទេអីកន្លែងនេះខ្ញុំដាក់ in ឲ្យវាចូលចេះតិចបញ្ចប់ឲ្យវាបិទចេះតិចអូខេអញ្ចឹងចាំស្ដាប់ហើយមានថ្ងៃស្អែកត្រឹមនេះខ្ញុំអូវាត្រឹមនេះអូខេអញ្ចឹងយើងចូលស្ដាប់ម្ដងទៀតអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំគិតថាវីដេអូមួយនេះអ្នកនរគ្នានឹងពេញចិត្តហើយកុំភ្លេចចុច like និង subscribe នៅមួយផងដើម្បីលើកទឹកចិត្តនិងទទួលបានវីដេអូថ្មីៗបន្តទៀតពីខ្ញុំបាទបាយបាយ